ដំណើរការនៃការពិនិត្យនិងចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ត្រូវបានបិទបញ្ចប់ជាស្ថាពរដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងផុសផុលប្រមាណជាង10លាននាក់ភ្នំពេញការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នៅតាមបណ្ដាលឃុំសង្កាត់ក្នុងរយៈពេល26ថ្ងៃត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី26ឧសភា ក្នុងនោះលទ្ធផលបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោតមានពលរដ្ឋប្រមាណជាង10,154,318 នាក់ស្មើនឹង 90.43% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ18ឆ្នាំឡើងនៃចំនួន11,224,099 នាក់ក្នុងដំណើរនៃការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់បានបើកការិយាល័យចុះឈ្មោះបោះឆ្នោតតាំងពីថ្ងៃទី1ខែឧសភានិងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរនៅថ្ងៃទី26ខែឧសភាឆ្នាំ2025ដែលជាថ្ងៃចុងក្រោយជាមួយគ្នានេះគរជបបានបង្ហាញអំពីលទ្ធផលបណ្ដោះអាសន្នដែលមានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន 218,806 នាក់អ្នកផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់មានចំនួន 99,373 នាក់អ្នកស្នើសុំការតម្រូវទិន្នន័យជីវប្រវត្តិ 1,208,381 នាក់និងអ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ 2,453,897 នាក់ដោយឡែកក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតស្ថិតបរិយាកាសមានសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់និងភាគីពាក់ព័ន្ធទាំងអស់ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុសផុលផងដែរជាការកត់សម្គាល់ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ក្រុមការងារកោជបនៅថ្នាក់ឃុំសង្កាត់និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញពុំទាន់ទទួលបានពាក្យបណ្ដឹងក្នុងករណីពិនិត្យឃើញមានកំហុសឆ្គងណាមួយឡើយ